ថ្ងៃនេះយើងមក review បន្តិចពីផ្ទះរបស់យើងតែមាន page ឈ្មោះថា Tesla ហ្នឹងគឺយើងលក់ឲ្យបាន2005ជាមួយនឹងក្មេងនិងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀតហើយយើងបើកលក់នេះគឺម៉ោង6ព្រឹករហូតដល់ម៉ោង7លប់យើងបិទវាហើយយើងលក់ពីពេលព្រឹកនៅថ្ងៃហ្នឹងតែម្ដងហើយបងប្អូនអាចតាមដានទស្សនាទាំងអស់គ្នាហើយសម្រាប់ដែលអ្នកអត់ទាន់បាន follow ឬនេះជួយ follow បងប្អូនដើម្បីតាមដានប្រជាប្រចាំថ្ងៃរបស់ខ្ញុំហើយខ្ញុំក៏ធ្វើវីដេអូនេះមួយថ្ងៃពេញតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ follow ឬ like page ជួយ share follow page របស់ខ្ញុំមួយផងសូមអរគុណបាទមួយមើលនេះនេះក៏បានទៅតែបោះឆ្ងាញ់ណាមួយនេះប្រភេទអានេះទៅចាំតិចចាំឲ្យនេះតើទៅមីងទៅទៅនេះថ្មីយើងមកថែមទៀតនេះបាននឹង500យើងយកឲ្យមីងទៅវិញឲ្យមីងមើលមួយមើលអានេះប្រភេទស្ករតុនឆ្ងាញ់នេះប្រភេទជាមួយដូងមានច្រើនរសជាតិមួយមើលបាទដូចគ្នានេះខាងមុខនេះក៏បាននេះមួយនេះស្ករកប់ពីកេះ500នេះហើយសម្រាប់វីដេអូនេះដែលខ្ញុំធ្វើឡើងនេះទី1ខ្ញុំចង់បង្ហាញទៅអ្នកបងប្អូនដែលរកស៊ីស្តៀងនឹងប្រវត្តិរបស់ខ្ញុំណាតែនៅតាមតំបន់ដែលមានសាលានេះខ្ញុំគិតថាធ្វើបែបនេះគឺល្អមែនទែនទី1យើងអាចងាយស្រួលលក់ទី2យើងដែលមានផ្ទះជាសាលាស្រាប់ជាងគឺងាយស្រួលមែនទែនសម្រាប់ធ្វើអាជីវករលក់ដូរសម្រាប់ក្មេងៗហើយបងប្អូនអាចតាមដានទស្សនានេះតាំងពីដើមរហូតដល់ចប់មើលមួយបើមួយចូលមកមើលក្នុងបងមកស្រួលនំច្រើនមួយយកនំហើយយកលុយឲ្យមីងក្នុង1000មាន10ចាប់តូចក្នុងហ្នឹងមួយជួយហ្នឹងអានេះ2500គួរអាប្រភេទនំកញ្ចប់ហ្នឹងធំៗហ្នឹង2500ហើយដាក់យើងសកម្មភាពលើរសៀលចន្លោះពីម៉ោង2យើងក្មេងដូចជាឡាយបានចូលទៀតណានេះប្រសិននេះយើងក៏រອບលុយមួយសាតែពីព្រោះវាញ៉ៃមែនតើនៅពេលយើងអត់បានរៀបចំវាហើយណាមួយទៀតយើងត្រូវរៀបចំឲ្យស្អាតបាទតាមយើងមានពេលទៅនេះព្រោះតែក្មេងៗដល់ព្រាមវាបាននេះហើយប្របាក់ដែរពេលខ្លះលុយច្រើនពេកក្នុងការអាប់យើងបានរៀបចំគឺយូរមែនតើនៅពេលក្មេងបុកមក30គឺមានភាពញ៉ៃក្នុងការអាប់លុយអាចយឺតយ៉ាវហើយយើងអត់បានតាមមើលក្មេងបានតាន់ពេលវេលាអញ្ចឹងណាបងប្អូនហើយសម្រាប់ការលក់របស់ខ្ញុំគឺជាធម្មតាខ្ញុំលក់គឺខ្ញុំតែងតែមានថតសកម្មភាពទាំងអស់របស់ខ្ញុំចូលមកទាំងក្មេងទាំងចាស់និយាយទូទៅសំខាន់អត់ឲ្យយើងមានពេលគ្រប់គ្រាន់ក្នុងការថតអញ្ចឹងណាបងប្អូនអញ្ចឹងដល់សកម្មភាពរបស់យើងនៅពេលយប់គឺយើងរៀបចំទុកដាក់គឺយើងបិទកាមេរ៉ាហើយយើងក៏បិទភ្លើងបិទអីទៅយើងក៏រៀបចំវិទ្យាបិទអីដែរព្រោះយើងដល់សម្រាប់ម៉ោង7ជាងហើយជិត8ហើយយើងក៏រៀបចំរកលុយម្សិលទៀតនៅពេលល្ងាចពីព្រោះនៅពេលល្ងាចយើងត្រូវតែរៀបចំទុកដាក់ម្សិលទៀតយើងត្រូវទូទាត់លុយហើយយើងគឺចប់ហើយពេញមួយថ្ងៃរបស់យើងហើយសកម្មភាពពេញមួយថ្ងៃរបស់ខ្ញុំនៅពេលនេះខ្ញុំបានបង្ហាញតាំងពីវីដេអូតាំងពីដំបូងមកហើយចុងចប់នេះគឺក្រៅផ្ទះរបស់យើងបានរៀបចំរួចរាល់អស់ហើយគឺយើងចេញមកថតបង្ហាញទីតាំងផ្ទះបន្តិចគឺអត់សូវស្អាតប្រហែលនេះបងប្អូនគឺជាប់ផ្លូវព្រោះវាហុយខ្លាំងណា